សំឡោបញ្ជូត្រួយអំពើក្បាលត្រីហើយក្បាលត្រីនេះយើងលេងមកកណាត់លើបងយើងបាទលេងពោះវានិយាយពីថាណែបងយើងឲ្យឃើញពុះគ្រួចគ្រួចទំដងណាក្បាលត្រីបើយើងចឹងកាត់មកកណាត់លើនេះដាក់តងមូលណាយើងមិនបាច់ចាំកាត់ជាកងនេះណាបន្ទាប់ពីបានស្លឆ្អិនណាមកជូររបស់យើងនេះស្លឆ្អិនយើងដាក់ជាមួយនឹងម្ទេសរបស់យើងនេះមកបាទម្ទេសនេះគឺតំណងណាញ៉ាំបាទហិលជូនេះហត់បែកនេះខ្ចាយតែម្ដងជាមួយនឹងសំឡបញ្ជូត្រួយអំពើក្បាលត្រីដៀបបងយើងសម្រាប់ក្បាលត្រីដៀបនេះបងយើងព្យាយាមសម្អាតវាឲ្យបានស្អាតបន្តិចបាទមិនបន្តិចទេឲ្យស្អាតមែនតើហ្មងពីព្រោះថាក្បាលត្រីដៀបនេះវាអំអិលខ្លាំងពេកបងយើងបាទមិនថាមកក្បាលខ្លួនវាទាំងមូលគឺអំអិលណាអញ្ចឹងយើងព្យាយាមបាទតម្បាច់អំបិលលាងអំបិលបាទបើសិនជាបងប្អូនមានម្សៅបំពងណាយើងចំណាយម្សៅបំពងដើម្បីលាងបន្ថែមទៀតដើម្បីឲ្យវាស្អាតជាមួយនឹងអំអិលរបស់វាហើយបើសិនជាអស់ចាទៀតនោះយើងដាក់ជាមួយក្រូចឆ្មាកាន់តែកាត់ក្លិនឆ្អាបអញ្ចឹងណាអញ្ចឹងក្រោយពីយើងសម្អាតក្បាលត្រីដៀបរបស់យើងបានមកស្អាតហើយយើងមករៀបចំគ្រឿងផ្សំជាមួយសម្លម្ជូររបស់យើងមានត្រួយអំពើបាទមានគ្រឿងទេសរបស់យើងមានខ្ទឹមបើសិនជាបងប្អូនចង់ដាក់ម្ទេសបាទដាក់ម្ទេសបានណាអញ្ចឹងមិនយូរទេបន្ទាប់ពីគ្រឿងផ្សំរៀបចំរួចរាល់ហើយដាំទឹកឲ្យពុះបន្ទាប់មកជ្រុំប្រហុកបាទដាក់គ្រឿងទេសរបស់យើងចូលសិនមកហើយគ្រឿងទេសរបស់យើងក៏មិនតាណាឆ្ងាយដែរមានខ្ទឹមសមានម្ទេសបើសិនជាមានម្ទេសណាហើយម្ទេសរបស់យើងនេះបន្ទាប់មកដាក់ប្រហុកមកប្រហុកដាក់ច្រើនទៅតាមការគួរណាបើសិនចូលចិត្តចាស់ដាក់ប្រហុករៀងច្រើនទៅតែបើថាមិនសូវជាចូលចិត្តប្រហុកចាស់ទេដាក់មិនតិចល្មមទៅតោះមកជ្រុំធម្មតារបស់យើងហ្នឹងបាទយើងយកកាកឆ្អឹងប្រហុកចេញណាតោះពីដាក់ប្រហុករួចរាល់ហើយយើងចាប់ដើមបងជាមួយត្រួយអំពិលរបស់យើងមកលេងមកចាស់មកណាបើសិនជាចូលចិត្តជូរជ្រិញណាបាទដាក់ត្រួយអំពិលរបស់យើងចូលឆ្នាំងសម្លយើងផ្លុកមកតោះមកច្របល់មកប្រាវមកបន្ទាប់ពីច្របល់ត្រួយអំពិលរបស់យើងបានបន្តិចហើយបងប្អូនយើងកម្រងចាំយូរឡើយដាក់ជាមួយក្បាលត្រីដៀបរបស់យើងមកផ្លុកទាំងមូលនេះតែម្ដងបាទមកកណាត់លើណានិយាយពីថាតំណងណាណែនិយាយពីថាពោះវាអីហ្នឹងមើលទៅឡើងតំណងហ្មងណាសំខាន់យើងព្យាយាមសម្អាតក្បាលត្រីឲ្យបានស្អាតមកគឺស្លអត់មានឆ្អាបទេបងប្អូនយើងហើយមើលនឹងចាប់ផ្ដើមស្លយើងចាប់ផ្ដើមដាក់ជាមួយគ្រឿងទេសរបស់យើងគ្រឿងផ្សំរបស់យើងណាបងប្អូនយើងចឹងក្របតាមមកអំពុះមកណែបើខ្វាច់មកឃើញថាក្បាលត្រីដៀបរបស់យើងឆ្អិនឡើងកញ៉េះញ៉េះបងប្អូនយើងតំណងណាយើងបងជាមួយម្ទេសដែលយើងចូលចិត្តមកបើសិនជាបងប្អូនមានម្ទេសនេះណាបងម្ទេសនេះតាមតម្រូវការមកហើយបន្ទាប់មកបងយើងមានអីទៀតក្រៅពីយើងភ្លក់ទៅលើរសជាតិទៅថាតើរសជាតិបាទមកជូរក្បាលត្រីត្រួយ7របស់យើងនេះបាទរសជាតិជូរក្បាលត្រីដៀបហ្នឹងបាទរសជាតិហ្នឹងត្រឹមត្រូវតាមការចូលចិត្តហើយនៅហើយបើសិនជាមិនទាន់ត្រឹមត្រូវទេបន្ថែមគ្រឿងផ្សំបាទថែមទៅតាមការចូលចិត្តមកបាទចុងភៅរបស់យើងហ្នឹងគឺភ្លក់ហ្នឹងឯងបាទភ្លក់មើលរសជាតិទៅថាត្រូវថែម7អត់ទេត្រូវថែមអំបិលប៊ីចេងស្ករអញ្ចឹងណាតំណមែនតែនហ្មងម្ទេសរបស់យើងនេះវាមានហឹលមានអត់ហឹលអញ្ចឹងអាម្ទេសនេះអាម្ទេសប្រភេទនេះខ្ញុំភ្លេចឈ្មោះបាត់ហើយម្ទេសហ្នឹងវាញ៉ាំដាក់ជាមួយសម្លម្ជូរនេះតំណណានេះបងប្អូនយើងក្បាលត្រីរបស់យើងនេះគេមិនសូវឲ្យកោច្រើនបងប្អូនយើងខ្លាចបែកសាច់ត្រីវាមើលទៅវាមិនតំណមិនសមសួនអញ្ចឹងណាបាទមិនសមសួនជាសម្លណាតំណមែនតែនតែម្ដងខ្ញុំចូលចិត្តអាពោះវាបងប្អូននេះអាពោះលើនេះនិយាយពីថាជាតិណាញ៉ាំជ្រលក់ជាមួយទឹកត្រីម្ទេសរបស់យើងណាញ៉ាំជាមួយក្តៅបាយសយើងហ្នឹងជុំគ្រួសារយើងពេលថ្ងៃត្រង់ពេលព្រឹកអីហ្នឹងពេលល្ងាចក៏បានញ៉ាំពេលណាក៏បានឲ្យតែបានសម្លមួយចានមួយឆ្នាំងចេះមកចំណងណាហើយម្ទេសនេះបងប្អូនកុំភ្លេចជួយខមមិនប្រាប់ខ្ញុំផងខ្ញុំអត់សូវស្គាល់ឈ្មោះវាពិតប្រាកដណាគេហៅថាម្ទេសជុំប្រហុកអានេះក៏សំទោសគេហៅថាម្ទេសចំហុយប្រហុកខ្ញុំចូលចិត្តហៅអញ្ចឹងដោយសារអីឲ្យតាចំហុយប្រហុកគឺយកដាក់ម្ទេសហ្នឹងហើយអញ្ចឹងបន្ទាប់ពីសម្លម្ជូររបស់យើងភ្លក់ទៅលើរសជាតិបាទរសជាតិនឹងត្រឹមត្រូវតាមការចូលចិត្តហើយមានន័យថាបងយើងបើសិនជាបងប្អូនមានម្រះព្រៅក៏ដូចជាម្អមហ្នឹងបាទបងដាក់បន្ថែមមកដើម្បីបង្កាត់ក្លិនឈ្ងុយបាទបង្កើតក្លិនឈ្ងុយកាត់បន្ថយជាតិឆ្អាបពីសម្លម្ជូររបស់យើងនឹងឯងហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរសង្ឃឹមថាបងប្អូនយើងចូលចិត្តវីដេអូនេះហើយជួយ follow page ម្នាក់មួយបងប្អូនយើងបើសិនជាចិត្តល្អជួយ share បាទ comment មួយផងណាអរគុណច្រើនជួបគ្នាជាមួយនឹងមុខម្ហូបសម្លក្រោយទៀតជម្រាបលា